คัญណាស់ពាក្យនេះសំណួរនេះគឺទាំងក្នុងស្ថាប័នរដ្ឋនិងវិស័យឯកជនជាមិនរួចទេអាចមានបងប្អូនបង្កើតឬប្តីប្រពន្ធនៅក្នុងការងារគឺយើងត្រូវប្រើឋានៈក្នុងការងារឧទាហរណ៍ថាបើប្តីជាប្រធានការិយាល័យយើងហៅលោកប្រធានទៅហើយបើសិនជាភរិយាជាប្រធានការិយាល័យឬអនុការិយាល័យឬជាមន្ត្រីក៏យើងហៅត្រឹមលោកស្រីអញ្ចឹងទៅហើយឈ្មោះរបស់គាត់ឬក៏អាចឋានៈតួនាទីទៅឧទាហរណ៍ថាលោកស្រីអនុប្រធានទីលោកស្រីអនុប្រធានផ្នែកឬក៏លោកប្រុសប្រធានឬក៏លោកអ្នកចាត់ការទូទៅក្នុងវិស័យឯកជនយ៉ាងទៅហើយបើឧបមាថាដូចក្រុមហ៊ុនយើងហៅលោកនាយកឬក៏លោកនាយករងហើយបើជាភរិយាក៏យើងហៅថាលោកស្រីនាយិកាឬក៏នាយិការងយ៉ាងទៅមិនគួរប្រើប្រាស់ភាសាមនោសញ្ចេតនាក្នុងនាមសហព័ន្ធឬប្តីប្រពន្ធនៅក្នុងម៉ោងការងារទេទី1គឺលើកតម្លៃខ្លួនឯងទី2លើកតម្លៃសម្រាប់អង្គភាពហើយទី3គឺបង្ហាញកិត្តិយសថាយើងផ្ដល់កិត្តិយសឲ្យគ្នាទៅវិញទៅមកបាទយើងមិនបានគិតអំពីសហព័ន្ធទេទៅនៅទីនេះគឺជាកន្លែងការងារបាទអរគុណ